ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាតើលោកគ្រូអ្នកគ្រូបានដាក់កិច្ចស្រាវជ្រាវរបស់លោកគ្រូអ្នកគ្រូហ្នឹងsubmit ឲ្យទៅសាស្ត្រាចារ្យឬក៏លោកគ្រូឧទ្ទេសអីរួចរាល់នៅអញ្ចឹងមានឃើញបងប្អូនដូចជាលោកគ្រូអ្នកគ្រូដូចចដាគាត់បានសួរនាំអំពីរបៀបនៃការដាក់កិច្ចការទៅឲ្យគ្រូវិញណាអញ្ចឹងលោកគ្រូអ្នកគ្រូដោយសារតែមានលោកគ្រូអ្នកគ្រូខ្លះគាត់ផ្ញើ link ឲ្យយើង submit កិច្ចការហ្នឹងទៅឲ្យគាត់ប៉ុន្តែលោកគ្រូអ្នកគ្រូខ្លះទៀតណាគឺគាត់អត់បាន submit ទេគឺគាត់តម្លាក់នៅក្នុង classroom តែម្ដងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំក៏បង្ហាញអំពីរបៀបនៃការដាក់កិច្ចការរបស់យើងចូលទៅក្នុង classroom submit ទៅឲ្យលោកគ្រូឧទ្ទេសបងប្អូនឃើញ app មួយដែលឈ្មោះថា classroom ហ្នឹងអត់នេះអញ្ចឹងយើងចុចចូល app ហ្នឹងមកបន្ទាប់មកទៀតណាដល់ពេលដែលយើងចុចម្ដងគឺវាចេញកន្លែង stream ចឹងអធិស្ឋានជាទូទៅចេញម្ដងគឺឃើញចេះយើងមានថ្នាក់ប្រមាណគឺឃើញប៉ុណ្ណឹងណាហ្នឹងហើយអញ្ចឹងយើងឥឡូវខ្ញុំសុំម្ដងទៀតបាទសុំម្ដងទៀតអញ្ចឹងពេលដែលយើងចុចចូល classroom មកវាចេញអញ្ចឹងយើងត្រូវជ្រើសរើសថ្នាក់ដែលលោកគ្រូសាស្ត្រាចារ្យណាជាអ្នកបរៀនអញ្ចឹងនៅក្នុងនេះក៏មានលោកគ្រូមីកហ៊ុយដែលគាត់គឺជាបាទគ្រូ ICT អញ្ចឹងមកទៀតមានលោកគ្រូកឹមបូរីប្រហែលជាខ្ញុំអានខុសហើយមួយទៀតគឺបរិញ្ញាបត្របូក1ពេលព្រឹកថ្ងៃច័ន្ទបាទលោកគ្រូហ៊ុយធីរីណាបាទអញ្ចឹងលោកគ្រូអ្នកគ្រូទៅជ្រើសរើសថាលោកគ្រូណាដែលត្រូវ submit ទៅឲ្យគាត់កិច្ចការរបស់លោកគ្រូអ្នកគ្រូណាអញ្ចឹងយើងចុចមកដូចខ្ញុំ O11 ដែលខ្ញុំអត់ទាន់បាន submit ឲ្យគាត់ពេលដែលយើងចុចចូលមកដល់ណាក៏បានឃើញថាកិច្ចការទាំងអស់នៅក្នុង stream ដែលមានលោកគ្រូអ្នកគ្រូគឺគាត់កំពុងតែផុសបាទនេះថាផុសហ្នឹងកន្លែងហ្នឹងគឺគាត់ដូចជាការបញ្ចេញមតិនៅក្នុងថ្នាក់អញ្ចឹងហើយបើនិយាយអស់ទៅនៅកន្លែងនេះគឺលោកគ្រូគាត់របៀបថាគាត់អត់ទទួលបានកិច្ចការហ្នឹងទេយើងគាត់តែផ្ញើដាក់ទៅហ្នឹងគឺគាត់អត់ទទួលបានទេអញ្ចឹងធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់ទទួលបានកិច្ចការរបស់យើងទីមួយយើងមើលមកកន្លែង3នេះបងប្អូនលោកគ្រូអ្នកគ្រូបាទ3ហ្នឹងវាមាន stream បាទមាន stream មាន classwork ហើយនឹង people អញ្ចឹងយើងត្រូវចុចកន្លែង classwork បាទ classwork ចឹងមកបន្ទាប់ពីចូល classwork ហើយយើងឃើញខាងលើនេះលោកគ្រូអ្នកគ្រូបាទកិច្ចស្រាវជ្រាវកិច្ចការផ្ទះអញ្ចឹងកន្លែងហ្នឹងហើយនៅខាងក្រោមនោះគឺមាន week 5បានន័យថាសប្តាហ៍ទី5អញ្ចឹងលោកគ្រូអ្នកគ្រូចុចកន្លែងពាក្យ assign នេះមកណាចុចកន្លែង assign ឬក៏ចុចលើកិច្ចការផ្ទះហ្នឹងមកពេលដែលចុចលើកិច្ចការផ្ទះលោកគ្រូអ្នកគ្រូនឹងឃើញហើយបាទកិច្ចស្រាវជ្រាវកិច្ចការផ្ទះហើយលោកគ្រូមើលកន្លែងនេះគេដាក់ថា your work no do that ចឹងទៅកន្លែងនេះលោកគ្រូអ្នកគ្រូគាត់ទៅចុចពាក្យថា add work បានន័យថាយើង add ហើយយើងទៅយកកិច្ចការរបស់យើងមកដាក់ប៉ុន្តែក្នុងករណីនេះគឺលោកគ្រូគាត់ដាក់ link មួយឲ្យយើងបាទ link មួយគឺជា link Google Form អញ្ចឹងបានន័យថាមកដល់កន្លែងហ្នឹងគឺលោកគ្រូគាត់ជាអ្នកឲ្យយើងចូលទៅ submit នៅក្នុង link Google Form ហ្នឹងវិញបាទអញ្ចឹងយើងអត់ត្រូវការចុចកន្លែង attach ចុចកន្លែង word add work នេះទេគឺយើងចុចនៅលើ attachment នេះម្ដងណាសប្តាហ៍ទី5អញ្ចឹងលោកគ្រូអ្នកគ្រូចុចលើវាមកវានឹងនាំលោកគ្រូអ្នកគ្រូទៅកាន់ website ទៅតាមរយៈ link ហ្នឹងមកចុចតាមខ្ញុំមកបន្ទាប់ពីចូលកន្លែងហ្នឹងហើយយើងត្រូវបំពេញអ្វីដែលលោកគ្រូគាត់ដាក់ឲ្យឧទាហរណ៍ថាខាងលើនេះខ្ញុំមកដឹងថាកិច្ចការរបស់គាត់តាំងពីថ្ងៃណាព្រោះខ្ញុំទៅស្រាវជ្រាវឃើញមិញហ្នឹងណាចំណែកកិច្ចការខ្ញុំធ្វើទុកយូរហើយអញ្ចឹងខ្ញុំដាក់ថ្ងៃ8ចុះព្រោះគាត់តម្លាក់ថ្ងៃ8ហើយយើងដាក់ឈ្មោះជាភាសាខ្មែរមកហើយខ្ញុំដាក់ឈ្មោះពិតតែម្ដងដោយសារតែឯកសារនេះក៏ជាឯកសារពិតរបស់ខ្ញុំដែរបាទនេះហើយបន្តមកទៀតចុចពាក្យថា add file នៅពេលដែលយើង add file វាមានជម្រើស3យើងជ្រើសរើសទី1 upload ទី2 my drive ទី3 resend អញ្ចឹងយើងអត់ទាន់មាន file អីទាំងអស់អញ្ចឹងយើងចុចកន្លែង upload ហើយចុចពាក្យថា browse នៅពេល browse ហ្នឹងគឺដោយសារតែខ្ញុំប្រើប្រាស់ iPad អញ្ចឹងហើយយើងត្រូវការជ្រើសរើសទៅកាន់ file បាទពេលដែលជ្រើសរើសទៅកាន់ file យើងទៅរកកិច្ចការហ្នឹងមកនេះដោយសារតែខ្ញុំមានហើយកិច្ចការហ្នឹងគឺចិត្តវិទ្យាបាទចិត្តវិទ្យាអប់រំនេះចិត្តអប់រំជាងគ្រាន់តែចុចលើហ្នឹងមកចុច open បាទ open ពេលដែលចុច open file យើងនឹងដំណើរការ upload ហើយពេលដែលដំណើរការ upload ប៉ុណ្្នឹងណាប៉ុណ្្នឹងហើយគឺយើងចុច submit ក្រោយពេលដែលចុច submit កិច្ចការរបស់យើងឃើញថាបញ្ចូលកិច្ចការស្រាវជ្រាវរួចរាល់ណា
អូខេអញ្ចឹងការងាររបស់យើងបញ្ចូលកិច្ចការគឺមានតែប៉ុណ្្នឹងទេចំពោះលោកគ្រូអ្នកគ្រូណាដែលអត់ទាន់យល់លោកគ្រូអ្នកគ្រូអាច comment នៅខាងក្រោមវីដេអូបានហើយមួយវិញទៀតចាំពេលដែលមានលោកគ្រូបាទលោកគ្រូដូចជាលោកគ្រូគណិតដែលគាត់ថានឹងតម្លាក់ link ឲ្យយើង submit ពីទី1ដល់ទី5ឡើងវិញអញ្ចឹងចាំពេលគាត់តម្លាក់ link ខ្ញុំនឹងបង្ហាញគាត់នឹងបង្ហាញលោកគ្រូអ្នកគ្រូម្ដងទៀតបាទអរគុណច្រើន